ស្ដីអ្នកទាំងអស់គ្នាខ្ញុំមកដល់ហើយ Novara Elia តំបន់នេះគេហៅថាតំបន់ភ្នំមានចកាតែច្រើនខ្លាំងមែនទែនតែតម្រង់មកដល់នឹងរៀងឈឺហើយមានអារម្មណ៍ថាឈឺដោយសារតែពេជ្រជិះរថភ្លើងនឹងជាតំបន់មួយដែលថាវាស្អាតណាគេនាំគ្នាទៅដើមគ្នាទៅអាកន្លែងទ្វារដែលចំហនឹងដើម្បីថតរូបហើយស្អាតខ្លាំងប៉ុន្តែខ្ញុំអត់បាន icon next shot ទេខ្ញុំមានអារម្មណ៍ថាមួម៉ៅជាខ្លាំងAnd it is so cool here. I'm freezing. My God, I didn't know it is so cool like this. Ooh. Guys, look what I found, durian. So cute ពីមុនខ្ញុំថាខ្ញុំស្រឡាញ់ candy ខ្លាំងណាខ្ញុំម្ដងនេះខ្ញុំស្រឡាញ់កន្លែងនេះជាង candy 100 ដងដោយសារហេតុអីមនុស្សនៅនេះគាត់រស់រានខ្លាំងមែនទែន and they are so nice and very humble ហើយអ្វីដែលពិសេសនៅនេះម្ហូបឆ្ងាញ់I'm from Taiwan. She's from Cambodia. Yeah. Cambodia. Cambodia. In Cambodia, this is also called sarong. Ah, sarong. Cambodia has the sari. Not the same, just like this. Where like Like because This is sarong. We say sarong. Yeah, Yeah, this we is have called sarong also. Wow, now it look like Sri Lanka or not? Yes. Beautiful. Thank you. It's so slippery. We are in Ella, another city, another vibe. មក Ella នេះក៏តំណងដែរតែខ្ញុំនៅតមហាយដោយសារតែខ្ញុំចង់ទៅខាងសមុទ្រឲ្យបានច្រើនជាងនៅ Ella ចង់ទៅសមុទ្រអញ្ចឹងនៅនេះតមហាយដោយសារតែវាអត់មានត្រេនទៅសមុទ្រណាគឺទៅជិះតាក់ស៊ីទៅវិញហើយតែចង់ឃើញទីតាំងល្បីៗសុកចិត្តដើរកាត់ព្រៃមិនធម្មតាទេខ្លាយមិនតៃសូនបន្ទាប់ពីការតស៊ូដើរព្រៃដោះស្បែកជើងពាក់បីជើងកាយមកឥឡូវគឺដល់ទីតាំងហើយ Looks so amazing ឥឡូវនេះនៅកន្លែងចាំឡានក្រុង
ចាំឡានក្រុងដើម្បីជិះពីអេឡាទៅម៉ារ៉ាសាវិញហើយសំខាន់នៅនេះលវខ្លាំងណាឡានក្រុងនៅនេះណាមនុស្សច្រើនមែនទែនដោយសារតែពីអេឡាទៅវាអត់មាន train line ជិះទៅកាត់ខេត្តផ្សេងទេមុនដំបូងយើងទិញសំបុត្ររថភ្លើងជិះពីអេឡាទៅកូឡុំបូវិញហើយជិះពីកូឡុំបូទៅកាឡេប៉ុន្តែក្រោយមកក៏ឃើញមានតាក់ស៊ីហ៎អញ្ចឹងយើងក៏ទិញសំបុត្រតាក់ស៊ីវិញអស់ម្នាក់20រៀលអ្នក20រៀលហ្នឹងហើយទោះបើសិនយើងជិះtrain វាយូរពេកវា13ម៉ោងតែបើយើងជិះឡានក្រុងក៏4ម៉ោងហើយអញ្ចឹងយើងសុខចិត្តចោលលុយដែលយើងជិះtrain ហ្នឹងវិញអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ហូតែលហើយអានេះគាត់ដល់ផ្លូវដើរណា look the view how amazing it is ហើយយើងទៅបន្ទប់របស់យើងគាត់តែមកដល់កន្លែងនេះមានអារម្មណ៍ថា location on ទៅ wow look at that one more view of the sea there so nice and let's see our room. Ooh, look, very nice. Look at our bed. The view. Whoa! And the swimming pool right there. Wow. Nơi nàyវាឆ្ងាយពីតំបន់ទេសចរដូចខ្ញុំនៅឆ្ងាយពីម៉ារីសាឡើង5គីឡូម៉ែត្រដល់ពេលអញ្ចឹងវាអត់ទៅមានភ្ញៀវទេសចរហ្មងទេប៉ុន្តែ yes the beach not badឥឡូវយើងទៅ Marisa Beach ហើយទៅតហូបអីហើយនៅកន្លែងស្អីគេ Hey Mama ហ្នឹងចង់អង្គុយយូរជាងនៅដែរប៉ុន្តែលោកអើយខ្ញុំនិយាយមែនខ្ញុំខ្លាចបារាំងហ្មងជក់វិតទាំងកដាថ្ងៃឯនេះខ្ញុំឡើងចង់ស្វឹងវិតតាមនេះឥឡូវ we walk check the other beach Marisa Beach. Look how windy it is. This one is a nice one. But you know what? Ôi xôi nè mà lấy sầm mót hay mà đâu chưa chạm vào.
you guys come to Malaysia, you need to stay at this hotel. Hotel Verola. Hotel Verola. They are nice people, good food, the room very clean, Top-notch service. so far we in Sri Lanka, this one is the best one so far for the service, and the room super clean, and also we got such a good view also. Need to stay here, don't skip this place. Now we are on the way go to Ahangama. Woohoo!